ស្ត្រីម្នាក់ទើបសម្រាលកូន3ថ្ងៃត្រូវបង្ខំឲ្យចម្អិនអាហារខណៈទារកយំគ្មាននរណាខ្វល់សៀវមីដែលទើបសម្រាលកូនបាន3ថ្ងៃប៉ុណ្ណោះមុខស្លេកស្លាំងហើយកំពុងលាងបន្លែនិងចម្អិនអាហារនៅក្នុងផ្ទះបាយទន្ទឹមនឹងនេះម្ដាយក្មេករបស់នាងកំពុងលេងល្បែងម៉ាចុងនៅក្នុងបន្ទប់ទទួលភ្ញៀវដោយមិនដឹងខ្លួនពីសំឡេងយំដ៏សោកសៅរបស់ទារកនោះទេទារកយំរហូតដល់សំឡេងស្អប់ប៉ុន្តែគ្មានសមាជិកគ្រួសារក្មេកណាម្នាក់រើឡើយភ្នែករបស់ពួកគេសម្លឹងមើលក្បឿងម៉ាចុងដោយមិនអើពើនឹងស្ថានភាពលំបាករបស់សៀវមីតតែសោះសាច់ញាតិម្នាក់ដែលមកលេងដែលមិនអាចទ្រាំទ្របានទៀតទេបានទៅបន្ទប់ទទួលភ្ញៀវដើម្បីណែនាំម្ដាយក្មេកថាម្ដាយថ្មីថ្មោងមិនគួរធ្វើការងារហួសកម្លាំងពេកទេហើយទារកត្រូវការលួងលោមម្ដាយក្មេកមិនបានងើយមុខឡើងទេបានគប់ក្បឿងម៉ាចុងទៅលើតុហើយរួញបូរមាត់ដោយមិនអើពើនឹងពាក្យសម្ដីរបស់សាច់ញាតិទាំងស្រុងនាងសម្លឹងមើលទៅផ្ទះបាយហើយនិយាយដោយចំអកថាកំពុងសម្រាលកូនស្រីតូចតើនាងគិតថានាងសំនឹងទទួលសេវាកម្មពីខ្ញុំទេសមាជិកគ្រួសារតែម្នាក់គត់របស់នាងគឺម្ដាយចុងរបស់នាងដែលជាស្ត្រីចំណាស់សាមញ្ញម្នាក់មកពីជនបទដែលមិនហ៊ានជ្រៀតជ្រែកមានអ្វីដែលត្រូវខ្លាចនាងគិតរួចបន្តលេងពេលលើបែបនេះពីផ្ទះបាយសៀវមីក៏ញ័រខ្លួននៅខ្សោយដោយសារសម្រាលកូននាងមានអារម្មណ៍វិលមុខបន្ទាប់ពីឈរបានមួយរយៈខ្លីមិនអាចកាន់បន្លែបានត្រឹមត្រូវសំឡេងយំរបស់ទារកកាន់តែខ្សោយទៅហើយទឹកភ្នែកហូរចុះមកលើមុខរបស់នាងប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមឪពុកម្ដាយក្មេករបស់នាងផ្ដល់ជំនួយណាមួយឡើយស្វាមីរបស់នាងឈរស្ងៀមក្បែរតុម៉ាចុងក្បាលចុះក្រោមមិនហ៊ានមើលនាងទេសៀវមីមិនអាចទ្រាំទ្របានទៀតទេឆ្លៀតឱកាសពីការមិនយកចិត្តទុកដាក់របស់ម្ដាយក្មេកនាងបានហៅម្ដាយចុងរបស់នាងដោយលួចលាក់ពីជ្រុងផ្ទះបាយដោយយំថានាងមិនអាចទ្រាំទ្របានទៀតទេមិនចង់ស្នាក់នៅទីនោះសម្រាប់រយៈពេលក្រោយសម្រាលកូនហើយចង់ត្រឡប់ទៅផ្ទះវិញសៀវមីដឹងថាឪពុកម្ដាយក្មេករបស់នាងមិនគួរឲ្យទុកចិត្តក្នុងអំឡុងពេលមានផ្ទៃពោះហើយបានសន្សំប្រាក់5,000 យន់ដោយសម្ងាត់ពីការងារចម្លែកដោយលាក់វានៅក្នុងថតក្បែរគ្រែរបស់នាងដោយគ្រោងជួលអ្នកមើលថែក្រោយសម្រាលកូនម្នាក់ឲ្យមើលថែនាងនិងទារកបន្ទាប់ពីសម្រាលកូនរួចប៉ុន្តែនៅថ្ងៃបន្ទាប់ពីសម្រាលកូនរួចម្ដាយក្មេករបស់នាងបានលួចយកលុយនោះទៅទិញបន្ទះស៊ីខ្វីម៉ាចុងដោយយឺសំឡេងយំរបស់សៀវមីនៅចុងម្ខាងទៀតនៃទូរស័ព្ទបេះដូងរបស់ម្ដាយចុងរបស់នាងបានបែកបាក់ហើយទឹកភ្នែកក៏ហូរចុះមកលើមុខរបស់នាងភ្លាមដោយមិននិយាយអ្វីសោះនាងបានទម្លាក់ផាវរបស់នាងលោតឡើងលើស្គូទ័រអគ្គិសនីរបស់នាងហើយប្រញាប់ទៅផ្ទះឪពុកម្ដាយក្មេករបស់នាងដោយពោរពេញដោយការថប់បារម្ភនិងកំហឹងកន្លះម៉ោងក្រោយមកម្ដាយចុងបានមកដល់ផ្ទះឪពុកម្ដាយក្មេករបស់នាងសូម្បីតែតាមទ្វារក៏ដោយនាងអាចជឿសំឡេងម៉ាចុងនិងសំណើចយ៉ាងខ្លាំងប៉ុន្តែគ្មាននរណាម្នាក់លួងលោមកូននោះទេឈាមរបស់នាងពុះកញ្ជ្រោលហើយនាងបានគោះទ្វារមនុស្សនៅខាងក្នុងជាប់រវល់នឹងល្បែងរបស់ពួកគេពេកមិនអាចជឿនាងទេនាងបានទាត់ទ្វារបើកធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ពួកគេទម្លាក់ក្បឿងរបស់ពួកគេភ្នែករបស់ម្ដាយចុងក្រហមឆ្អៅនាងបានឃើញឆាមីសលេខស្លាំងនិងដកដង្ហើមហត់ផ្អៀងទៅនឹងចង្ក្រានក្នុងផ្ទះបាយហើយបន្ទាប់មកឪពុកក្មេករបស់នាងអង្គុយសម្រាកក្នុងបន្ទប់ទទួលភ្ញៀវនាងផ្ទុះកំហឹងយ៉ាងខ្លាំងនាងចង្អុលម្រាមដៃទៅម្ដាយក្មេករបស់នាងហើយស្រែកថាកូនស្រីខ្ញុំកំពុងស្ថិតក្នុងការឃុំឃាំងក្រោយសម្រាលកូនហើយអ្នករំពឹងថានាងនឹងចម្អិនអាហារទារកកំពុងយំបែបនេះហើយគ្មានអ្នកណាខ្វល់ទេតើអ្នកជាមនុស្សមែនទេតើអ្នកបានលួចយកលុយដែលនាងសន្សំសម្រាប់មេដោះក្រោយសម្រាលកូនមែនទេពេលឮអំពីលុយនោះមុខម្ដាយក្មេកបានផ្លាស់ប្ដូរភ្លាមនាងព្យាយាមប្រកែកប៉ុន្តែម្ដាយចុងបានគប់កាមេរ៉ាសុវត្ថិភាពចំមុខនាងដោយនិយាយមិនចេញម្ដាយក្មេកបានងាកទៅរកកំហឹងចាប់ដៃម្ដាយចុងហើយស្រែកថាអ្នកជ្រៀតជ្រែកច្រើនពេកហើយវាមិនមែនជារឿងរបស់អ្នកទេដែលកើតឡើងនៅក្នុងគ្រួសារខ្ញុំម្ដាយចុងបានគ្រវីដៃរបស់នាងចេញភ្លាមសម្លឹងមើលម្ដាយក្មេករបស់នាងសំឡេងរបស់នាងបន្លឺឡើងខ្លាំងគ្រប់គ្រាន់ដើម្បីពេញផ្ទះតែម្ដាយចុងមិនមែនជាម្ដាយមែនទេខ្ញុំចិញ្ចឹមនាងហើយខ្ញុំមិនអត់អន់ឲ្យអ្នកណាធ្វើបាបនាងទេ
អ្នកទាំងអស់គ្នាពេញចិត្តកូនប្រុសជាងកូនស្រីអ្នកទាំងអស់គ្នាស្អប់នាងដែលនាងបង្កើតកូនស្រីហើយអ្នកថែមទាំងលួចលុយសង្គ្រោះជីវិតនាងទៀតផងគ្មានវិធីណាដែលនរណាម្នាក់អាចត្រូវបានគេប្រព្រឹត្តបែបនេះទេបន្ទាប់មកម្ដាយចុងបានងាកទៅរកកូនប្រសាររបស់នាងដែលកំពុងភ័យខ្លាចនៅម្ខាងហើយទះកំភ្លៀងគាត់យ៉ាងខ្លាំងប្រពន្ធនិងកូនរបស់អ្នកត្រូវបានគេធ្វើបាបបែបនេះហើយអ្នកគ្រាន់តែឈរធ្វើពុតជាស្លាប់មែនទេតើអ្នកសុំនឹងត្រូវបានគេហៅថាជាបុរសមែនទេកូនប្រសារបានទះកំភ្លៀងស្រាប់តែញើយមុខឡើងភ្នែករបស់គាត់ឡើងក្រហមជំនួសឲ្យការពារម្ដាយរបស់គាត់បានចង្អុលទៅនាងហើយចោទប្រកាន់នាងខ្លាំងដោយបង្ហាញថាគាត់ធុញទ្រាន់នឹងការពេញចិត្តរបស់ម្ដាយគាត់ចំពោះកូនប្រុសជាយូរមកហើយពីមុនគាត់តែងតែត្រូវបានម្ដាយរបស់គាត់បោកបញ្ឆោតហើយមិនហ៊ានទប់ទល់ឡើយឃើញឆេវមេរោងទុកគាត់មានអារម្មណ៍ថាមានកំហុសយ៉ាងខ្លាំងគាត់ស្រែកថាគូអ្នកឯងបង្ខំខ្ញុំមិនឲ្យស្អប់ប្រពន្ធនិងកូនរបស់ខ្ញុំរាល់ថ្ងៃខ្ញុំទ្រាំលែងបានហើយខ្ញុំនឹងចាកចេញពីផ្ទះនេះខ្ញុំនឹងចាកចេញជាមួយឆេវមេឪពុកក្មេករបស់គាត់ខឹងយ៉ាងខ្លាំងដោយមិននឹកស្មានដល់កូនប្រុសដែលតែងតែស្ដាប់បង្គាប់របស់ពួកគេស្រាប់តែងាកមកប្រឆាំងនឹងពួកគេម្ដាយក្មេកបានដួលទៅលើកៅអីនិយាយមិនចេញឡើយដោយឃើញថាកូនប្រសាររបស់គាត់បានដឹងខ្លួនម្ដាយចុងក៏បានបន្ទន់សម្លេងនាងបានងាកទៅគាំទ្រឆេវមីដែលទន់ខ្សោយលើកូនដែលកំពុងយំហើយប្រកាសទៅកាន់ឪពុកក្មេកថាបើអ្នកឯងចង់បានចៅប្រុសមែនទេយើងមិនខ្វល់ពីពរជ័យនោះទេថ្ងៃនេះខ្ញុំនឹងនាំកូនស្រីនិងចៅស្រីរបស់ខ្ញុំទៅឆ្ងាយបើអ្នកណាហ៊ានយាយីពួកគេម្ដងទៀតខ្ញុំនឹងហៅប៉ូលីសឲ្យមនុស្សគ្រប់គ្នាឃើញពណ៌ពិតរបស់អ្នកគ្មាននរណាម្នាក់ក្នុងចំណោមឪពុកក្មេកហ៊ានបញ្ឈប់នាងឡើយម្ដាយចុងដែលកំពុងគាំទ្រឆេវមីនិងកាន់កូនបានចាក់ចេញពីកន្លែងដ៏វេទនានេះដោយមិនងាកក្រោយមិនគួរខូខើបែបនេះទេការធ្វើបាបស្ត្រីម្នាក់នៅក្នុងការឃុំឃាំងក្រោយសម្រាលកូនគឺជារឿងគ្មានមេត្តាទាំងស្រុងអ្នកដែលពិតជាយកចិត្តទុកដាក់ចំពោះអ្នកមិនខ្វល់ថាអ្នកជាកូនបង្កើតរបស់ពួកគេឬអត់នោះទេពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារអ្នកបុរសត្រូវតែទទួលខុសត្រូវចំពោះគ្រួសាររបស់ពួកគេហើយមិនត្រូវបណ្ដោយខ្លួនឲ្យឪពុកម្ដាយរបស់ពួកគេចំណាយលើប្រពន្ធនិងកូនរបស់ពួកគេឡើយបើមិនដូច្នោះទេពួកគេនឹងធ្វើឲ្យអ្នកដែលនៅជុំវិញពួកគេឃ្លាតឆ្ងាយពីពួកគេគំនិតហួសសម័យនៃឧត្តមភាពរបស់បុរសលើស្ត្រីនៅទីបំផុតធ្វើឲ្យប៉ះពាល់ដល់ទាំងខ្លួនឯងនិងអ្នកដទៃមានតែការប្រព្រឹត្តចំពោះអ្នកដែលនៅជុំវិញខ្លួនយើងឲ្យបានល្អប៉ុណ្ណោះទើបយើងអាចការពារស្ថិរភាពគ្រួសាររបស់យើងបានអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង